ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបន្ទាប់ពីឆាក្តៅកោះមាន់ហើយឃើញបាយកកសក៏យកបាយកកមកឆាដើម្បីរំលឹករសជាតិកាលនៅពីក្មេងព្រលឹមឡើងបានម៉ែឆាបាយឲ្យបែបនេះទៅសាលារៀនគឺថាឆ្ងាញ់យតនាមិនអស់ទេហើយឥឡូវក៏ខ្ញុំចង់ញ៉ាំបាយលីងរសជាតិបែបហ្នឹងដែរប្រកាសណាស់ថាបងប្អូនមានដឹងពីរបៀបធ្វើបាយលីងជាច្រើនប្រភេទឥឡូវហ្នឹងគឺមានដាក់បន្លែដាក់អីទៀតប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំនឹករសជាតិកាលពីក្មេងដែលម៉ែធ្លាប់ធ្វើឲ្យទៅសាលាហ្នឹងអត់មានអីច្រើនញ៉ៃញ៉ៃទេគឺចិញ្ច្រាំតែខ្ទឹមយកមកបំពងហើយគ្មានប៉ងទៀតដូចឥឡូវទេបងប្អូនដាក់តែខ្ទឹមហើយដាក់តែប៊ីចេងទឹកត្រីហើយនឹងអំបិលទៅគឺឆ្ងាញ់យតនាមិនអស់ប៉ុន្តែឥឡូវនេះគឺមានខ្ទឹមបំពងឲ្យឈ្ងុយហើយលីងជាមួយបាយធ្វើម៉េចឲ្យបាយនឹងបែកសសរល្អដើម្បីឲ្យរសជាតិបាយនឹងកាន់តែឈ្ងុយហើយកាន់តែស្រួយបន្ថែមទៅជាមួយនឹងប៊ីចេងអំបិលទឹកត្រីហើយឥឡូវហ្នឹងគឺមានម្សៅស៊ុបទៀតគឺធ្វើឲ្យបាយនឹងមានរសជាតិកាន់តែឆ្ងាញ់ហើយខ្ញុំប្រើម្សៅស៊ុបចុងភៅដែលជាមោទនភាពរបស់ខ្មែរយើងធ្វើដោយគុនខ្មែរផ្ទាល់ហើយម្សៅស៊ុបហ្នឹងដែរគឺមាន3រសជាតិគឺមានរសជាតិសាច់មាន់សាច់ជ្រូកហើយនឹងធ្វើពីបន្លែសតជំនួសឲ្យម្សៅស៊ុបផ្ទះលេខ2ម៉ែបងប្អូនគឺម្សៅស៊ុបហ្នឹងគឺខ្ញុំញ៉ាំហើយគឺឆ្ងាញ់មែនតើហើយយើងបន្ថែមជាមួយម្សៅស៊ុបហ្នឹងហើយដាក់ជាមួយនឹងពងទាទៀតលីងធ្វើមិនឲ្យបាយកាន់តែស្ងួតល្អបន្ទាប់មកបន្ថែមជាមួយនឹងស្លឹកខ្ទឹមសម្រាប់បងប្អូនចូលចិត្តស្លឹកខ្ទឹមគឺដាក់ស្លឹកខ្ទឹមឲ្យច្រើនខ្ញុំចូលចិត្តមែនតើចំពោះស្លឹកខ្ទឹមហ្នឹងមួយដាក់កាន់តែច្រើនបាយកាន់តែឈ្ងុយឆាលីងធ្វើមិនឲ្យបាយស្ងួតទឹកល្អយើងបើចាំបន្ថែមគ្រឿងអីច្រើនទេហើយចង់បញ្ចប់ហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងខ្ទឹមបំពងហ្នឹងដាក់កាន់តែច្រើនគឺធ្វើឲ្យបាយលីងរបស់យើងរឹតតែឈ្ងុយមែនតើសម្រាប់បងប្អូនដែលចូលចិត្តខ្ទឹមលីងទេដែលអាចដាក់ទៅធ្វើឲ្យបាយរសជាតិឈ្ងុយប៉ុន្តែបងប្អូនដែរមិនចូលចិត្តខ្ទឹមប្រកាសជាគាត់មិនចេះញ៉ាំហើយសម្រាប់ខ្ញុំបន្ថែមខ្ទឹមលីងទៀតធ្វើឲ្យបាយនឹងមានរសជាតិកាន់តែឆ្ងាញ់មួយកម្រិតទៀតបន្ទាប់មកដាក់ជាមួយឆាក្តៅបន្តិចទៀតមកគឺបានបាយឆាក្តៅកោះមាន់រួចជាការស្រេចអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃមុនទឹកប្រហុកហ្នឹងគឺខ្ញុំយកមកចុចជាមួយនឹងតាតកោចង់ចំអស់ហើយនឹងស្លឹកប៊ីជាហើយដំណើរការនៃការធ្វើខ្ញុំអត់បានថតទេតែប៉ារបស់ខ្ញុំគាត់ជាអ្នកធ្វើអញ្ចឹងគាត់បានប្រាប់ថាដំបូងគឺយើងត្រូវច្របាច់អំបិលឲ្យស្អាតហើយបន្ទាប់មកគឺដាំទឹកកោះជាមួយនឹងគ្រឿងទាំងអស់ហ្នឹងបន្ទាប់មកគឺយើងត្រាំជាមួយនឹងទឹកត្នោតជូរជាទឹកខ្មេះជាប្រភេទទឹកខ្មេះដាក់ត្រាំប្រហែលជាកន្លះម៉ោងហើយចាំយកទៅស្ងោរជាមួយនឹងរំដេងស្លឹកក្រូចសើចពេលស្ងោរឆ្អិនហើយគឺយកមកចំហុយជាមួយនឹងខ្ទឹមសទៀតដើម្បីមានរសជាតិកាន់តែឆ្ងាញ់បន្ទាប់មកគឺខ្ញុំធ្វើការចិតបន្លែដោយសារតែមេឃភ្លៀងអញ្ចឹងអត់បានទៅហៅបន្លែអីច្រើនទេអញ្ចឹងមានតែបន្លែនៅក្នុងទូមានប្រមាណគឺខ្ញុំយកមកធ្វើប៉ុណ្ណឹងឯងមានដូចជាខាត់ណាជាមួយនឹងការ៉ុតគឺមានតែប៉ុណ្ណឹងមកដោយសារតែភ្លៀងអញ្ចឹងអត់អាចចេញទៅបេះជាមួយនឹងផ្លែចេកបើបានផ្ទាប់ជាមួយនឹងផ្លែចេកហើយនឹងត្រយូងចេកហាន់ស្ដើងទៀតគឺរសជាតិកាន់តែឆ្ងាញ់មែនតើបងប្អូនបន្ទាប់ពីហាន់បន្លែហើយដោយសារតែស្ពៃហ្នឹងគឺខ្ញុំត្រូវតែយកមកត្រាំទឹកជាមួយនឹងអំបិលជាមួយការ៉ុតក៏ដូចគ្នាដែរត្រាំទឹកចោលប្រហែលជា10នាទីអីចឹងទៅគឺលាងសម្អាតវាហើយនេះទឹកប្រហុកថ្ងៃមុនហ្នឹងគឺខ្ញុំមកលាយគ្រឿងនឹងឯងថែមជាមួយនឹងខ្ទឹមថែមជាមួយនឹងសរសៃដីច្រឡំខ្ទឹមម្ទេសហើយនឹងក្រូចឆ្មាហើយដើម្បីចុចផ្ទាប់ជាមួយនឹងអណ្ដាតគោរសជាតិដែលប៉ាគាត់ធ្វើគឺអត់មានធំក្លិនគោឯពុកម៉ែបងប្អូនដែលខ្ញុំបានប្រាប់ហ្នឹងគឺអត់មានធំក្លិនគោតើសោះហើយសាច់ឡើងផុយឆ្ងាញ់តែម្ដងអត់មានរឹងទេគឺសាច់ផុយព្រោះញ៉ាំទៅរបៀបដូចស៊ូស៊ីតុនហើយផុយឆ្ងាញ់អត់មានរឹងទេហើយភាសាគាត់ប៉ិនធ្វើម្ហូបនឹងមែនតែនឥឡូវគឺបញ្ចប់ហើយអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំបើពេញចិត្តសូមជួយចុច like និង follow ម្នាក់មួយផងសូមអរគុណសូមជម្រាបលា